ឯករាជ្យពេញលេញនៅថ្ងៃទី9វិច្ឆិកា1953ព្រះករុណាព្រះបាទសម្ដេចព្រះមហាវីរក្សត្រព្រះអង្គបានសាងសង់វិមានឯករាជ្យជាទីកន្លែងគោរពវិញ្ញាណក្ខន្ធដល់វីរបុរសខ្មែរដែលបានពលីជីវិតនៅឆ្នាំ1958បារាំងបានដាក់អាណានិគមមកលើកម្ពុជាអស់រយៈពេល90ឆ្នាំគឺចាប់ពីឆ្នាំ1863ដល់ឆ្នាំ1953នៅពេលដែលគេនិយាយដល់ការទាមទារឯករាជ្យជាតិនោះគឺនឹងនឹកឃើញភ្លាមដល់ស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋពលរដ្ឋកម្ពុជានៅក្នុងសម័យកាលនោះទទួលរងនូវទុក្ខវេទនាយ៉ាងខ្លាំងដោយសារមិនត្រឹមតែរងនូវសម្ពាធពីអាណានិគមបារាំងនោះទេនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ជប៉ុនក៏បានចូលមកបន្តអាណានិគមនៅកម្ពុជាថែមទៀតផងក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំងពលរដ្ឋកម្ពុជាបានរងនឹងការគៀបសង្កត់គ្រប់បែបយ៉ាងពីព្រោះបារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរតាំងពីពន្ធមនុស្សពន្ធដីពន្ធលំនៅឋានពន្ធសត្វពាហនៈពន្ធយានជំនិះពន្ធរបរអាជីវកម្មដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំងកសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើមព្រមទាំងពង្រីកដំណាំដទៃទៀតមានដូចជាស្រូវពោតសណ្តែកប៉ុន្តែទិន្នផលដំណាំមិនសូវល្អនោះទេផលស្រូវក្នុង1ហិកតាបានត្រឹមតែពី1តោនដល់2តោនប៉ុណ្ណោះដូចនេះហើយកសិករក្រីក្រក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាលនិងឈ្មួញបរទេសចំណែកការប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺពី100%ដល់150%ជួនកាល200%នៅក្នុងមួយឆ្នាំដោយសារការកេងប្រវ័ញ្ចនិងការគៀបសង្កត់ពីពួកបារាំងខ្លាំងពេកប្រជារាស្ត្រខ្មែរបានងើបបះបោរប្រឆាំងនឹងបារាំងជាបន្តបន្ទាប់ដូចជាចលនាតស៊ូរបស់ក្រឡាហោមគង់ពីចន្លោះឆ្នាំ1885ដល់ឆ្នាំ1886ចលនាតស៊ូរបស់ពិស្ណុលោកឈូកពីឆ្នាំ1885ដល់ឆ្នាំ1886ទោះបីជាចលនាតស៊ូទាំងនេះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅពីសំណាក់កងទ័ពបារាំងក៏ដោយតែបានរីកផុសផុលមិនឈប់ឈររហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សពីចន្លោះឆ្នាំ1927ដល់ឆ្នាំ1941និងបន្តមកដល់រជ្ជកាលព្រះបាទនរោត្តមសីហនុក្នុងរាជ្យទី1គឺចន្លោះឆ្នាំ1941ដល់ឆ្នាំ1955ព្រះបាទនរោត្តមសីហនុព្រះអង្គបានរិះរកគ្រប់លទ្ធភាពប្រើអស់កាយពលទាំងផ្លូវការទូតមធ្យោបាយការបរទេសនិងប្រកាសគៀងគរប្រជារាស្ត្រទូទាំងប្រទេសឲ្យងើបឡើងដើម្បីដេញបារាំងចេញពីប្រទេសចំណែកបារាំងដើម្បីទប់ទល់កម្លាំងបះបោរនេះបានបន្ថែមទ័ពមកកម្ពុជាយ៉ាងច្រើននាពេលនោះអសន្តិសុខកើតមានទូទាំងផ្ទៃប្រទេសធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាដោយសារសង្គ្រាមដោយយល់ថាការទាមទារឯករាជ្យដោយអាវុធបណ្ដាលឲ្យប្រជារាស្ត្ររបស់ព្រះអង្គរងទុក្ខខ្លាំងពេកព្រះមហាក្សត្រចាប់ផ្ដើមធ្វើការតស៊ូយ៉ាងប្តូរផ្ដាច់តាមផ្លូវការទូតនិងបានយាងចេញទៅស្វែងរកការគាំទ្រពីសហគមន៍បរទេសដើម្បីទាមទារឯករាជ្យជូនមាតុប្រទេសរបស់ព្រះអង្គវិញនៅឆ្នាំ1949ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នៅសន្ធិសញ្ញាអាណាព្យាបាលដែលបានចុះហត្ថលេខានៅឆ្នាំ1863និង1884នៅឆ្នាំ1949ដដែលព្រះអង្គបានឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នៅឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ1952ដល់ឆ្នាំ1953ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ 100% ជូនជាតិមាតុភូមិនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ដោយស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងប្រជារាស្ត្រកម្ពុជាទូទាំងប្រទេសបានថ្វាយព្រះកិត្តិនាមព្រះអង្គជាព្រះមហាវីរបុរសជាតិព្រះបិតាឯករាជ្យជាតិវិមានឯករាជ្យកសាងឡើងនៅក្នុងឆ្នាំ1958សម្រាប់ជាស្ទូបគោរពវិញ្ញាណក្ខន្ធក្រោយពេលសង្គ្រាមបានបញ្ចប់នៅកម្ពុជានិងដើម្បីប្រារព្ធនៅសេរីភាពនិងឯក
ត្រូវបានគូសប្លង់ឡើងដោយស្ថាបត្យករខ្មែរសម័យទំនើបដ៏ចំណានគឺលោកវ៉ាន់ម៉ូលីវ៉ាន់ដែលមានរាងដូចជាចេតិយរូបផ្កាឈូកស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរដ៏អស្ចារ្យនិងតំបន់ប្រវត្តិសាស្ត្រខ្មែរដទៃទៀតកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិនៅថ្ងៃទី9ខែវិច្ឆិកាជារៀងរាល់ឆ្នាំទិវាបុណ្យឯករាជ្យជាតិជាទិវាជាតិដែលធ្វើឲ្យប្រជារាស្ត្រខ្មែរនឹកឃើញជានិច្ចដល់ព្រះមហាវីរក្សត្រ